នឹងថ្ងៃនេះខ្ញុំមានកម្មវិធីមួយដែលអាចឲ្យអ្នកនរគ្នាអ្នកដែលចូលចិត្តរៀនភាសាចិនងាយស្រួលអានកម្មវិធីហ្នឹងយើងអាច set up ហើយវាអាចឲ្យយើងដឹងពីពាក្យចិនវាមានភាគនៅខាងលើហ្នឹងអញ្ចឹងសម្រាប់អ្នកដែលមានទូរស័ព្ទ Android ដែលទូរស័ព្ទមកពីប្រទេសចិនដូចជា Vivo Xiaomi ដែលផលិតផលនាំពីប្រទេសចិនខ្ញុំនឹងប្រាប់ពីរបៀប set up របៀប set up វាងាយស្រួលទេយើងចូលកម្មវិធីនេះមួយមកនេះមើលតាមរបៀបហើយបន្ទាប់មកយើងចុចពាក្យកន្លែងនេះអក្សរ字体ហើយបន្ទាប់មកយើងវាយអក្សរ Pinyin 可爱 Pinyin 字体ហើយវាយពាក្យហ្នឹងមកហើយ search នេះអញ្ចឹងវា load មកហ្នឹងយើងគ្រាន់តែចុចពាក្យហ្នឹងមកចុចពាក្យហ្នឹងមកគឺទៅឡើងហើយចុចនេះ in យ៉ាងអាពណ៌ខៀវហ្នឹងមកនេះដោយសារតែខ្ញុំបានទៅឡើងរួចហើយអញ្ចឹងខ្ញុំមិនបាច់ចាំមកចុចទៅឡើងវាម្ដងទៀតទេហើយមួយវិញទៀតវិធីមួយយ៉ាងទៀតយើងអាចចូលកន្លែង setting ក៏បានដែរយើងចូលកន្លែង setting ហើយបន្ទាប់មកយើងចូលមើលនេះកន្លែងរូបព្រះអាទិត្យយើងចូលមើលកន្លែងរូបព្រះអាទិត្យហ្នឹងមកហើយយើងហៅពាក្យ字体ដូចគ្នានេះហើយបន្ទាប់មកយើង search ដូចគ្នាដែរមកដូចរបៀបមិញហ្នឹងខឯភាន字体យើងវាយអញ្ចឹងមកវានឹង load ឲ្យដូចគ្នានេះអញ្ចឹងអាហ្នឹងfree ទេបើក្រៅពីហ្នឹងផ្សេងទៀតវាត្រឹមត្រូវឲ្យយើង pay លុយអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ចេះ download ងាយស្រួលអានភាសាចិនយើងអាចធ្វើតាមខ្ញុំបានណាវាស្រួលអានណាមួយមានពាក្យភាសាចិនច្រើនណាស់ដែលយើងអានមិនអត់ទាន់ដាច់អញ្ចឹងយើងប្រើកម្មវិធីហ្នឹងទៅជាជំនួយយើងអាចអានអក្សរចិនដាច់អញ្ចឹងនេះអក្សរចិនPIN មានចិនក្រោមPIN នៅពីលើហ្នឹងយើងចង់ដាក់ធំក៏បានដែរយើងចូលនៅកន្លែងមិញដែរណានេះចូលនេះកន្លែងវងមូបែបទៅហ្នឹងចូលកន្លែងនោះនេះក្រោមគេនេះចានេះស្រេកន្លែងអក្សរតូចអក្សរធំហ្នឹងអញ្ចឹងប៉ុន្តែខ្ញុំស្រឡាញ់អក្សរប៉ុណ្ណឹងខ្ញុំខ្ជិលស្រេទៀតនៅសម្រាប់វីដេអូថ្ងៃហ្នឹងចែកម្លែកបានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់តឡើងងាយស្រួលឲ្យអានភាសាចិនយើងអាចប្រើអាហ្នឹងទៅវាស្រួលអានទាំងអស់គ្នាបើបងប្អូនមានកន្លែងណាឆ្ងល់ឬកន្លែងណា search អត់ឃើញអាច comment នៅខាងក្រោមមកចាំខ្ញុំជួយប្រាប់បន្ថែមអរគុណបាយបាយ